ដឹងអត់ថាប្រទេសណូវេសាឡង់នេះបើសិនជាយើងឈឺចូលមន្ទីរពេទ្យធំពេទ្យរដ្ឋបងប្អូនគឺអត់អស់លុយសំបីតែមួយកាក់មិនមែនលំទេណាសំបីតែវះកាត់ជំងឺធ្ងន់ធ្ងរធំក៏ free ដែរស្ដាប់ទៅមិនគួរឲ្យជឿទេបងប្អូនប៉ុន្តែនេះជាការពិតណាប្រព័ន្ធសាធារណសុខភិបាលនៅទីនេះណាគឺរដ្ឋរ៉ាប់រងស្ទើរទាំងអស់បងប្អូនប៉ុន្តែឈប់បងប្អូនស្ដាប់ខ្ញុំនិយាយសិនណាមិនគ្រប់គ្នាទាំងអស់នឹងទទួលបាន free បែបនេះទេណាលក្ខខណ្ឌលុះត្រាតែបងប្អូនទាំងអស់គ្នាកាន់ resident ឬក៏កាន់ work visa ចាប់ពី2ឆ្នាំឡើងទៅតែប៉ុណ្្នឹងឯងបងប្អូនតែបើសិនណាជាភ្ញៀវទេសចរឬក៏គាត់មកលេងនៅប្រទេស New Zealand ហ្នឹងបើសិនណាជាឈឺធម្មតាគឺអស់ថ្លៃតែបើភ្ញៀវទេសចរឬក៏អ្នកមកលេងហ្នឹងគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ជួបគ្រោះថ្នាក់ជាយថាហេតុអីអញ្ចឹងបងប្អូនអាហ្នឹងគឺមានក្រុមហ៊ុន ACC ជួយដែលឥតគិតថ្លៃគឺក្រុមហ៊ុន ACC គឺរ៉ាប់រងទាំងស្រុងតែម្ដងប៉ុន្តែបើសិនណាជាយើងគ្រាន់តែគ្រុនក្តៅផ្ដាសាយធម្មតាគេតម្រូវឲ្យទៅពេទ្យ GP បងប្អូនលក្ខណៈថាពេទ្យគ្រួសារគេឲ្យតែនឹងមុនព្រោះពេទ្យធំគេទុកតម្រូវឲ្យតែអ្នកមានគ្រោះថ្នាក់ជាយថាហេតុឬក៏និយាយទៅបញ្ហាធ្ងន់បើគ្រាន់តែក្តៅខ្លួនផ្ដាសាយអីគេឲ្យទៅពេទ្យ GP មុនណាចង់ដឹងអ្វីបន្ថែមពីប្រទេស New Zealand ខមមិនខាងក្រោមមកបងប្អូនទាំងអស់គ្នាហើយកុំភ្លេចជួយចុច like ជួយចុច share ម្នាក់មួយផងអរគុណបាយបាយ